បងប្អូននឹងហើយមុខអស់លោកដែលតែងតែឆ្លៀតឱកាសបាទនៅពេលដែលប្រទេសជាតិកំពុងតែមានបញ្ហាបើកដៃឲ្យជនជាតិគេហ្នឹងជនជាតិថៃតែម្ដងចូលមកប្រទេសខ្មែរនឹងពេលខ្លះក៏បើកដៃឲ្យពលរដ្ឋខ្មែរហ្នឹងលបលួចទៅធ្វើការនៅស្រុកគេទាំងដែលប្រទេសកំពុងតែបិទនឹងហាមឃាត់នឹងមានការងារគ្រប់កន្លែងឲ្យពលរដ្ឋធ្វើហើយហេតុអីបានជាអស់លោកធ្វើទាំងធ្វើបែបហ្នឹងឥឡូវហ្នឹងវាចប់ហើយចប់សពគ្រប់ហើយអស់ទាំងទូនាទីជាប់ទាំងគុកទៀតបងប្អូនជាទីមេត្រីឃើញថាឋានៈធំណាស់សិតតែជាមេបញ្ជាការរងវិវាសនាតូចព្រំដែនមេប៉ុស្តិ៍និងមន្ត្រីឥឡូវនេះត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនបានហើយបងប្អូនជាទីមេត្រីខាត់ខ្លួនមេបញ្ជាការរងវិវាសនាតូចព្រំដែនលេខ891 2នាក់មេប៉ុស្តិ៍ម្នាក់មន្ត្រី3នាក់ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់នៅថ្ងៃទី8កាលពីពេលម្សិលមិញខែតុលាឆ្នាំ2025នាយទាហានពលលេខ51និងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទូលសេងធីវិនមេបញ្ជាការរងនិងជានាយសេនាធិការយោធាភូមិភាគទី5បានឃាត់ខ្លួនមន្ត្រីនគរបាលខេត្តបន្ទាយមានជ័យចំនួន6រូបពាក់ព័ន្ធនឹងបទល្មើសនាំមនុស្សឆ្លងដែនដោយខុសច្បាប់នៅត្រង់ចំណុចប៉ុស្តិ៍ការពារព្រំដែនគោកអូលហុងបាទអូលហុងមន្ត្រីនគរបាលដែលបានឃាត់ខ្លួនរួមមាន1វិវៈសេនីយ៍ត្រីសុកសំអល់ហៅតុងទូរនីតិមេបញ្ជាការរងវិវៈសេនាតូចការពារព្រំដែន891នៃស្នងការនគរបាលខេត្តបន្ទាយមានជ័យទី2វិវៈសេនីយ៍ត្រីសំដែនទូរនីតិមេបញ្ជាការរងកងពលតូចការពារព្រំដែន891ស្នងការនគរបាលខេត្តបន្ទាយមានជ័យទី3វិវៈសេនីយ៍ត្រីព្រំផោហៅស្ថិតទូរនីតិមេប៉ុស្តិ៍នគរបាលការពារព្រំដែនគោកអូលហុងវិវៈសេនាតូច891ឯទី4ពលបាលត្រីព្រំដុលទូនីតិមន្ត្រីវិវៈសេនីយ៍តូច891ទី5ពលបាលកសេងត្រីទូនីតិមន្ត្រីវិវៈសេនាតូច891ទី6វិវៈសេនីយ៍ទូលភូមិចម្រើនទូនីតិមន្ត្រីវិវៈសេនាតូច891ទី7ផិនមិថុនាបាទមិថុនាទូនីតិចុងភៅមិនពាក់ព័ន្ធទេបាទបងប្អូនឃើញថាបន្ទាប់ពីមានការខាត់ខ្លួនហើយមន្ត្រីនគរបាលទាំងនោះត្រូវបានប្រគល់ជូនសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បីចាត់បន្តតាមនីតិវិធីមន្ត្រីពាក់ព័ន្ធបទល្មើសមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកំពុងតែសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់បងប្អូនអញ្ចឹងមិនថាពេលខ្លះពេលដែលគេហាមឬមួយក៏មានបំរាមហើយនៅតែមិនស្ដាប់នៅតែវិនិច្ឆ័យនៅតែចង់បានប្រយោជន៍ផ្ទាល់ខ្លួនលទ្ធផលគឺបែបនឹងឯងឥឡូវនេះជាក់ស្ដែងហើយមានតាំងពីទូនីតិមេបញ្ជាការរងដល់តែ2រូបរីឯមេប៉ុស្តិ៍1រូបត្រូវបានចាប់ខ្លួនហើយចាប់ខ្លួនដោយសារតែការមិនគោរពច្បាប់ក្នុងប្រទេសប្រទេសយើងកំពុងតែវឹកវរចឹងហើយបែរជាបណ្ដោយឲ្យជនជាតិថៃនេះចូលមកប្រទេសឯងទៀតអត់យល់អញ្ចឹងថាបងប្អូនចំណាំមុខពួកគាត់ទុកហើយឥឡូវនឹងមានអីទៀតក្រៅពីសោកស្ដាយតែប៉ុណ្្នឹងឯងបងប្អូនជាទីមេត្រីយើងរងចាំអត់មើលបន្តទៀតតើនៅមានមន្ត្រីរូបណាទៀតដែលល្មើសនឹងច្បាប់ហើយតើនៅមានមន្ត្រីណាទៀតដែលហ៊ានឆ្លៀតឱកាសនៅពេលដែលប្រទេសកំពុងតែបែបនេះបើកឲ្យតំណែងចូលឬក៏បើកឲ្យមនុស្សចូលក្នុងប្រទេសកម្ពុជាយើងមកពីថៃបងប្អូនជាទីមេត្រីខ្ញុំបាទមានសារៈរហ័សនីមាត់អរហ័ស